ស្ដីបងប្អូនថ្ងៃនេះមកស្លសម្លចាប់ឆាយទៅអស់គ្នាបងប្អូនមានគ្រឿងផ្សំប៉ុណ្ណឹងឯងឥឡូវយើងដាក់ឆ្នាំងក្តៅមកហើយយើងដាក់ប្រេងឆាចូលបងប្អូនយើងដាក់ប្រេងឆាយើងបំពងខ្ទឹមមកបងប្អូនពងខ្ទឹមឲ្យឈ្ងុយមកយើងដាក់ស្ករបន្តិចមកបងប្អូនដាក់ស្ករយើងដាក់ប្រគេយឺយើងដាក់ត្រាំទឹកហើយវានឹងជ្រះដីជ្រះអីហើយយើងចូលឆាជាមួយគ្នាមកបងប្អូនតបមកយើងដាក់ត្រីមកបន្តិចមកបងប្អូនយើងដាក់ត្រីបន្តិចមកថ្ងៃនេះខ្ញុំដាក់គ្រឿងមុនបងប្អូនខ្ញុំដាក់អំបិលប៊ីចេងរ៉ូឌីខ្ញុំដាក់មុនមកតបមកបានខ្ញុំកូរវានេះហើយខ្ញុំដាក់សាច់ចូលបងប្អូនឥឡូវខ្ញុំដាក់សាច់ចូលបងប្អូនខ្ញុំដាក់សាច់ចូលមកបងប្អូនសាច់ចូលមកយើងច្បល់វាឲ្យរៀងច្បល់វាចូលជាតិតិចមកបងប្អូនយើងដាក់ឲ្យចូលជាតិហើយយើងចាំដាក់ផ្សិតនេះយើងចូលវាជាកដុលបែកជ្រូកហើយផ្សិតចំបើងចូលបងប្អូនយើងច្បល់វាឲ្យសព្វបានហើយយើងដាក់បន្លែយើងចូលបងប្អូនយើងដាក់បន្លែសាច់ថៅការ៉ុតដាក់ចូលមកបងប្អូនដាក់ចូលហើយយើងច្បល់វាទៅច្បល់វាឲ្យរៀងចូលជាតិទុនបន្លែបន្តិចហើយចាំយើងចាក់ទឹកចូលបងប្អូនចាក់ទឹកចូលមើលតែមកយើងងាស់បានបងប្អូនហើយយើងក្របវាទុកបងប្អូនក្របវាទុកហើយប្រហែលជាងាស់រៀងយូរបន្តិចយើងបើកកម្របមកវិញបងប្អូនយើងដាក់ស្ពៃបកគោយើងចូលបងប្អូនស្ពៃបកគោយើងរៀងឆាប់ឆ្អិនទេបងប្អូនអញ្ចឹងខ្ញុំដាក់ក្រោយគេបងប្អូនយើងច្បល់វាឲ្យសព្វទៅបងប្អូនពួកអីស្ពៃបកគោយើងវារៀងចេញទឹកដែរពួកអីខ្ញុំស្លរៀងខាប់ទឹកបន្តិចបងប្អូនពួកអីស្លភ្លាមហូបភ្លាមអត់បានទុកឲ្យបានយូរទេបងប្អូនខ្ញុំស្លតិចដែរបងប្អូនហើយយើងច្បល់វាឲ្យសព្វទៅចាំយើងក្របបងប្អូនតែនេះវាចេញជាតិទឹកពីស្ពៃយើងហ្នឹងបងប្អូនអញ្ចឹងទឹកវាគឺល្មមតែម្ដងបងប្អូនហើយយើងអាចភ្លក់មើលបានបងប្អូនគឺផុយហើយបងប្អូនយើងភ្លក់មើលទៅឆ្ងាញ់មិនឆ្ងាញ់យើងអាចថែមគ្រឿងបានអញ្ចឹងសម្លយើងឆ្អិនហើយបងប្អូន